សូមស្វាគមន៍មកកាន់ Channel និង Page ASEAN Military ដែលជា Channel តែងតែលើកយកសភាវុធមកធ្វើការបង្ហាញដើម្បីជាការចែករំលែកដល់បងប្អូនដែលចូលចិត្តវិស័យយោធាឲ្យបានជ្រាបខ្លះៗអំពីសភាវុធនៅលើពិភពលោកអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងមកស្គាល់អំពីនាវាចម្បាំងថ្មីរបស់ប្រទេសចិនទាំងអស់គ្នានាវាចម្បាំងប្រភេទ THAAD 054B គឺជានាវាចម្បាំងពង្ហុកមុខងារទំនើបដែលត្រូវបានបង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិនដែលផលិតឡើងដោយក្រុមហ៊ុនសាជីវកម្មសាងសង់នាវារដ្ឋចិនហៅកាត់ថា CSSC វាគឺជាការអភិវឌ្ឍចេញពីនាវាចម្បាំងប្រភេទ THAAD 054A ទាំងនេះគឺជាសមិទ្ធផលសបញ្ជាក់ឲ្យឃើញថាការរីកចម្រើននៃវិស័យយោធារបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះគឺជាក្តីព្រួយបារម្ភរបស់បណ្ដាប្រទេសនៅសហភាពអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកផងដែរព្រោះវាបានតំណាងឲ្យការលោតផ្លោះដ៏សំខាន់នៅក្នុងសមត្ថភាពប្រយុទ្ធដោយបង្ហាញពីការរចនាបំបាំងកាយកម្រិតខ្ពស់ឧបករណ៍ចាប់សញ្ញាដែលបានកែលម្អនិងប្រព័ន្ធអាវុធថ្មីនាវាចម្បាំងនេះគឺជាធាតុផ្សំស្នូលនៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្មកងនាវាចររបស់កងទ័ពរំដោះប្រជាជនចិននាវាចម្បាំងប្រភេទ THAAD 054B បច្ចុប្បន្នប្រទេសចិនកំពុងដាក់ឲ្យដំណើរការធ្វើតេស្តសាកល្បងវាត្រូវបានរចនាឡើងដើម្បីបំពេញតួនាទីជាច្រើនរួមទាំងសង្គ្រាមប្រឆាំងនាវាមួយទឹក ASW សង្គ្រាមប្រឆាំងដែនអាកាស AAW និងសង្គ្រាមប្រឆាំងផ្ទៃទឹកនិងផ្ទៃដី ASUW នាវាចម្បាំងនេះវាមានបេសកកម្មចម្បងរបស់វារួមមានគឺជានាវាចម្បាំងប្រតិបត្តិការអមការការពារកងនាវាចរការពារជាតិអមនាវាពិឃាតអមនាវាផ្ទុកយន្តហោះនិងជានាវាល្បាតឯករាជ្យនៅក្នុងផ្ទៃលំហសមុទ្រនៃដែនទឹករបស់ខ្លួនការអភិវឌ្ឍនៃប្រភេទ THAAD 054B បានចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ2010ដោយនាវាទី1ត្រូវបានគេរាយការណ៍ថាចូលបម្រើសេវាកម្មនៅប្រហែលឆ្នាំ2025បើប្រៀបធៀបទៅនឹងចំនួនមុនរបស់វារួមបញ្ចូលប្រព័ន្ធជំរុញអគ្គិសនីពេញលេញរ៉ាដានិងឧបករណ៍ចាប់សញ្ញានិងប្រព័ន្ធបាញ់មីស៊ីលនាវានេះត្រូវបានបំពាក់ដោយសភាវុធរួមទាំងប្រព័ន្ធបាញ់មីស៊ីលបង្ហោះបញ្ឈរ VLS ដែលមានសមត្ថភាពដាក់ពង្រាយប្រភេទមីស៊ីលជាច្រើនប្រភេទដូចជាមីស៊ីលបាញ់ពីដីទៅអាកាសមីស៊ីលប្រឆាំងនាវាមីស៊ីលវាយប្រហារលើដីការរួមបញ្ចូលប្រព័ន្ធប្រយុទ្ធកម្រិតខ្ពស់និងបច្ចេកវិទ្យាបំបាំងកាយធ្វើឲ្យវាក្លាយជាវេទិកាដ៏សម្បូរបែបនិងអាចសម្រាប់ធ្វើសង្គ្រាមកងទ័ពជើងទឹកទំនើបនាវា THAAD 054B នេះបំពាក់អាវុធដូចជាប្រព័ន្ធបាញ់មីស៊ីលបញ្ឈរទំនើប VLS ចំនួន32ទៅ48ដែលមានសមត្ថភាពបំពាក់មីស៊ីលចម្រុះទាំងនោះរួមមានមីស៊ីលបាញ់ពីដីទៅអាកាស HU-16 សម្រាប់ការពារដែនអាកាសរយៈចម្ងាយមធ្យមមីស៊ីលប្រឆាំងនាវា YJ-18 សម្រាប់ការវាយប្រហារជាក់លាក់រយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅលើទឹកនិងការវាយប្រហារលើដីដែលមានសក្តានុពលដូចជា CJ-10 សម្រាប់ការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅដែលមានមូលដ្ឋានលើឆ្នេរសមុទ្រនាវានេះត្រូវបានបំពាក់ជាមួយនឹងកាំភ្លើងយន្តប្រភេទ THAAD 1130 CIWS ចំនួន1ដើមសម្រាប់ជាការពារយ៉ាងជិតស្និទ្ធរបស់នាវាដែលផ្ដល់សមត្ថភាពបាញ់ក្នុងអត្រាប្រឆាំងនឹងការគំរាមកំហែងលើអាកាសរួមទាំងមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកផងដែរនាវានេះត្រូវបានបំពាក់មីស៊ីល YU-8 សម្រាប់សង្គ្រាមប្រឆាំងនាវាមួយទឹកដែលអាចបាញ់បង្ហោះតាមបំពង់មីស៊ីលបញ្ឈរ VLS ដើម្បីកំណត់គោលដៅនាវាមួយទឹកនៅរយៈចម្ងាយឆ្ងាយហើយបានបំពាក់កាំភ្លើងធំប្រភេទ HPJ-26 វាមានទំហំ76មីលីម៉ែត្រឬ HPJ-87 មានទំហំ100មីលីម៉ែត្រត្រូវបានរចនាឡើងសម្រាប់គោលដៅលើផ្ទៃទឹកអាកាសនិងផ្ទៃដីដោយផ្ដល់នូវការគ្រប់គ្រងការបាញ់រហ័សជាមួយនឹងប្រព័ន្ធគ្រប់គ្រងការបាញ់កម្រិតខ្ពស់
ហើយគ្រឿងសព្វវុធបន្ទាប់បន្សំរួមមានឧបករណ៍បាញ់មីស៊ីលនិងប្រព័ន្ធ Torpedo សម្រាប់ការពង្រឹងការការពារខ្លួននិងសមត្ថភាពបំផ្លាញគោលដៅក្នុងទឹកឬនាវាមួយទឹកនាវាចម្បាំងប្រភេទ Tate 054B វាប្រើប្រាស់ប្រព័ន្ធ Full Electric Propulsion ដែលហៅកាត់ថា SEP ដែលជាតំណាងឲ្យការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងបច្ចេកវិទ្យានាវាចម្បាំងរបស់ប្រទេសចិនការកំណត់រចនាសម្ព័ន្ធ Propulsion វាមានម៉ាស៊ីនភ្លើងទូប៊ីនឧស្ម័ននិងម៉ូតូអេឡិចត្រូកផ្ដល់នូវប្រសិទ្ធភាពខ្ពស់និងគ្មានឮសំឡេងរំខានដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការប្រឆាំងនាវាមួយទឹកប្រព័ន្ធនេះអនុញ្ញាតឲ្យមានល្បឿនអតិបរមាប្រហែល52គីឡូម៉ែត្រក្នុង1ម៉ោងនិងជួយប្រតិបត្តិការលើសពី 5000 ម៉ាយល៍ប្រព័ន្ធអគ្គិសនីក៏ជួយបង្កើនភាពបត់បែននិងកាត់បន្ថយតម្រូវការថែទាំដែលធ្វើឲ្យវាស័ក្តិសមសម្រាប់ការដាក់ពង្រាយជានិរន្តរភាពនិងការល្បាតបន្ថែមនៅក្នុងបរិស្ថានលំហសមុទ្រនាវាចម្បាំងប្រភេទ Tate 054B វាបំពាក់នូវប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ CMS ដែលរួមបញ្ចូលឧបករណ៍ចាប់សញ្ញាអាវុធនិងការទំនាក់ទំនងសម្រាប់ការយល់ដឹងអំពីស្ថានភាពដ៏ទូលំទូលាយនិងឆ្លើយតបក្នុងការគំរាមកំហែងដែលសម្របសម្រួលប្រព័ន្ធរ៉ាដាចម្បងរបស់វារួមបញ្ចូលទាំងរ៉ាដាអក្រេដំណាក់កាលកម្រិតខ្ពស់ដែលមានសមត្ថភាពតាមដាននិងការចូលរួមច្រើនគោលដៅក្នុងរយៈចម្ងាយឆ្ងាយឈុតសូណារួមបញ្ចូលគ្នាសូណាដែលបំពាក់ជាមួយនឹងប្រព័ន្ធសូណាដែលអូសដោយអរ៉េដែលផ្ដល់នូវសមត្ថភាពរាវរកគោលដៅក្រោមសមុទ្រដ៏ល្អឥតខ្ចោះប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករួមមានរ៉ាដា Jammer Destroy Launcher Signal Intelligence Ship ដែលផ្ដល់នូវការការពារដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីលនិងអេឡិចត្រូនិកនាវាចម្បាំងនេះត្រូវបានបំពាក់ដោយសមត្ថភាពភ្ជាប់ទិន្នន័យកម្រិតខ្ពស់ផងដែរដែលអនុញ្ញាតឲ្យមានការសម្របសម្រួលយ៉ាងរលូនជាមួយនឹងនាវាផ្សេងយន្តហោះនិងមជ្ឈមណ្ឌលបញ្ជានៅលើដីក្នុងសេណារីយ៉ូសង្គ្រាមផ្ដោតលើបណ្ដាញនាវាចម្បាំងនេះវាមានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រប្រភេទ SIT-20 ឬ K-28 ឬក៏ដ្រូនផងដែរទាំងនេះជាការពង្រឹងយ៉ាងសំខាន់នៃសមត្ថភាពប្រតិបត្តិការរបស់នាវាចម្បាំងសម្រាប់ឆ្លូបយកការក្រោមសមុទ្រ AWS និងទម្រង់បេសកកម្មផ្សេងទៀតការរចនានិងបំពាក់មុខងារសំខាន់របស់នាវា Tate 054B វាមានការរចនាតម្រង់ទិសបំបាំងកាយជាមួយនឹងផ្នែកឆ្លងកាត់រ៉ាដាដែលកាត់បន្ថយសញ្ញា Infrared បង្រួមអបបរមានិងសម្បកដែលកែសម្រួលដើម្បីប្រឆាំងនឹងការរកឃើញនៅក្នុងបរិយាកាសអរិយភាពរចនាសម្ព័ន្ធទំនើប model របស់វាគ្រប់គ្រងភាពងាយស្រួលនៃការថែទាំនិងការធ្វើឲ្យប្រសើរឡើងនូវសក្តានុពលនាវាចម្បាំងនេះត្រូវបានគេប៉ាន់ប្រមាណថាវាមានទម្ងន់ចាប់ពី 5000 ទៅ 6000 តោនជាមួយនឹងវិមាត្រធំជាង Tate 054A មុនបន្តិចវាមានប្រវែងប្រហែល135ទៅ140ម៉ែត្រនិងទទឹងប្រហែលប្រវែង17ទៅ18ម៉ែត្រហើយសមត្ថភាពនៃវាចម្បាំងនេះត្រូវបានពង្រឹងបន្ថែមទៀតដោយប្រព័ន្ធខាងក្នុងដែលបានបែងចែកនឹងវិធានការត្រួតពិនិត្យខូចខាតឲ្យប្រសើរឡើងដោយធានាបាននូវភាពធន់នៅក្នុងសេណារីយ៉ូប្រយុទ្ធការរចនារបស់វាសង្កត់ធ្ងន់ទៅលើភាពប៉ិនប្រសប់ដែលអាចឲ្យវាបំពេញតួនាទីយ៉ាងទូលំទូលាយក្នុងការអមដំណើរនិងធ្វើការប្រយុទ្ធខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ